ចូលគិតថាអ្នកកំពុងតែនៅទល់មុខគ្នាជាមួយភ្ញៀវឬក៏នេះជាការជួបអតិថិជនលើកដំបូងតើអ្នកគិតថានឹងនិយាយអ្វីដើម្បីឲ្យជំនួបនេះទទួលបានជោគជ័យឬសម្រេចតាមគោលបំណងរបស់អ្នកថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនៅសំណួរដ៏មានឥទ្ធិពលចំនួន5ដែលអ្នកត្រូវសួរអតិថិជនរបស់អ្នកឥឡូវនេះអ្នកត្រូវតែយល់នៅសំណួរនេះនៅពេលដែលអ្នកជួបអតិថិជនផ្ទាល់ហើយយើងមិនត្រឹមតែនិយាយអំពីការបិទការលក់តាមទូរស័ព្ទនោះទេនៅពេលដែលអ្នកអង្គុយទល់មុខអតិថិជននិយាយគ្នាដោយផ្ទាល់ទោះនៅជាមួយអតិថិជនម្នាក់ឬច្រើនអ្នកក៏ដោយអ្នកត្រូវតែចេះប្រើចំណេះដឹងអំពីភាសាកាយវិការដូចនេះរបៀបដែលអ្នកណែនាំខ្លួនឯងរបៀបស្លៀកពាក់អ្វីៗទាំងអស់សុទ្ធតែមានភាពខុសគ្នាប៉ុន្តែថ្ងៃនេះពួកយើងនឹងផ្ដោតទៅលើសំណួរមួយចំនួនអ្នកលក់ភាគច្រើនបានបង្កើតកំហុសដែលធ្វើឲ្យពួកគេមានការខកចិត្តមានន័យថាខ្ញុំត្រូវជួបអតិថិជនដោយផ្ទាល់អ្នកបានបង្កើតកំហុសរួចជាស្រេចទេមិនមែនទេអ្នកគ្រាន់តែជួបជាមួយអតិថិជនដោយផ្ទាល់ប៉ុណ្ណោះវាមិនមែនមានន័យថាអ្នកបានបិទការលក់នោះទេតាមពិតអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានអ្វីមួយកើតឡើងនៅពេលដែលជួបជាមួយអតិថិជនទី2គឺអ្នកត្រូវតែយកចិត្តទុកដាក់ខ្ពស់ទៅលើលទ្ធផលដែលអ្នកចង់បានមែនអត់អ្នកលក់ភាគច្រើនបានទៅជួបអតិថិជនដោយមិនមានការរំពឹងទុកលទ្ធផលជាមុនទេហើយពួកគេគិតថាបើសិនជាពួកគេបំពេញការងារបានល្អដោយផ្ដល់នូវទិន្នន័យជាច្រើនផ្ដល់ព័ត៌មានជាច្រើននោះជាមូលហេតុដែលអតិថិជនចង់ទិញវាមិនត្រូវទាំងអស់នោះទេតែអ្នកត្រូវបង្កើតរបៀបវារៈរបៀបលើកដាក់សម្លេងជាមុនសិនចុងក្រោយគឺជាដំណាក់ការបិទការលក់ឬក៏ចុះហត្ថលេខាយល់ព្រមដែលនោះហើយគឺជាការបិទបញ្ចប់ដោយធម្មជាតិដែលត្រូវតែកើតឡើងនៅពេលបន្ទាប់ប៉ុន្តែអ្នកត្រូវតែមានយុទ្ធសាស្ត្រច្បាស់លាស់ដូចនេះសំណួរទី1ក៏មានឡើងដែលនោះគឺតើអ្វីដែលលើកទឹកចិត្តអ្នកឲ្យមកជួបខ្ញុំនៅក្នុងថ្ងៃនេះតែប៉ុណ្ណឹងតើអ្វីដែលលើកទឹកចិត្តអ្នកឲ្យមកជួបខ្ញុំនៅក្នុងថ្ងៃនេះហេតុអ្វីបានជាសំណួរនេះមានឥទ្ធិពលខ្លាំងពីព្រោះសំណួរនេះផ្ដល់ឲ្យអ្នកនូវព័ត៌មានបញ្ញាមួយចំនួនវាគឺជាការលើកទឹកចិត្តអ្នកមែនអត់វាហាក់បីដូចជាហេតុអ្វីបានជាយើងមានណាត់ជួបនៅថ្ងៃនេះជាងការសួរបែបនេះគេអាចសួរថាតើអ្វីដែលជំរុញចិត្តអ្នកឲ្យមានការណាត់ជួបមួយជាក់លាក់ឬអ្វីទៅជាការជំរុញអ្នកឲ្យមានការណាត់ជួប80 ទៅ 90%គឺអតិថិជននឹងនិយាយច្រើនដូចនេះអ្នកត្រូវតែកត់ត្រាទុកនៅអ្វីដែលពួកគេនិយាយទុកពេលឲ្យពួកគេនិយាយកុំរំខានពួកគេទុកឲ្យពួកគេនិយាយទុកពេលពី5 ទៅ 10 នាទីឲ្យពួកគេនិយាយទុកឲ្យពួកគេនិយាយហើយអ្នកត្រូវយកចិត្តទុកដាក់ស្ដាប់សំណួរទី2ដែលអ្នកត្រូវសួរគឺតើយើងចង់ទទួលបានលទ្ធផលបែបណានៅថ្ងៃនេះវាជាសំណួរដែលមានឥទ្ធិពលបំផុតសម្លឹងមើលថាតើយើងសម្រេចបានលទ្ធផលយ៉ាងដូចម្តេចវាជាការបែរឆ្ពោះទៅរកគោលដៅជាការពិតខ្ញុំចូលចិត្តប្រើពាក្យច្បាស់លាស់បែបនេះតើយើងព្យាយាមចង់បានលទ្ធផលអ្វីនៅថ្ងៃនេះធ្វើវាឲ្យចេញជាលទ្ធផលម្ដងទៀតសំណួរដ៏សាមញ្ញគឺសំណួរបើកនិងបិទទុកពេលឲ្យអតិថិជននិយាយទុកពេលពី80 ទៅ 90% ឲ្យគាត់និយាយសំណួរទី3ដែលខ្ញុំចូលចិត្តប្រើជាពិសេសនឹងរាល់ពេលនោះគឺបើសិនជាខ្ញុំកំពុងតែប្រឹក្សាបង្កើតជម្រើសការងារខ្ញុំតែងតែមានក្តារខៀនធំមួយដូចដែលនៅពីក្រោយខ្នងខ្ញុំនេះអីចឹងហើយខ្ញុំនឹងសួរថាតើអ្នកកំពុងតែនៅកន្លែងណាហើយកន្លែងណាដែលអ្នកចង់ទៅឲ្យដល់ឥឡូវនេះសំណួរនេះគឺពិតជាមានឥទ្ធិពលខ្លាំងមែនទែនពីព្រោះវាបានធ្វើឲ្យអតិថិជនស្គាល់ពីក្រុមហ៊ុនតើមែនអត់តើពួកគេកំពុងនៅចំណុចណាតើពួកគេធ្លាប់ខកចិត្តរឿងអ្វីតើពួកគេធ្លាប់ជឿចាប់អ្វីខ្លះហើយបន្ទាប់មកពួកគេចង់បានអ្វីតើពួកគេចង់ទទួលបានអ្វីនៅឆ្នាំក្រោយដែលរាប់ពីពេលនេះទៅសរសេរពីគោលដៅរបស់ពួកគេអ្វីដែលខ្ញុំចង់បាននោះគឺការធ្វើបទបង្ហាញពីផលិតផលសេវាកម្មរបស់ខ្ញុំដំណោះស្រាយប្រព័ន្ធរបស់ខ្ញុំដែលហាក់បីដូចជាស្ពានរវាងតើពួកគេកំពុងនៅទីណានិងចង់ទៅណាជាងការនិយាយតែចំណុចល្អនៃផលិតផលនិងសេវាកម្មរបស់អ្នកនិងរយៈពេលដែលអ្នកកំពុងតែនៅក្នុងអាជីវកម្មមួយនេះអ្នកត្រូវតែកត់ត្រាឲ្យបានច្បាស់ឲ្យបានល្អនិងសួរពួកគេពីកន្លែងដែលពួកគេកំពុងនៅនិងកន្លែងដែលចង់ទៅជាថ្មីទុកពេលឲ្យពួកគេនិយាយសំណួរទី4ដែលអ្នកត្រូវសួរគឺអ្វីទៅជាបញ្ហាហើយអ្នកជួបបញ្ហានេះយូរប៉ុណ្ណាហើយសំណួរនេះនឹងប្រាប់អ្នកនៅរាល់អ្វីដែលអ្នកចង់ដឹងអ្វីទៅជាបញ្ហាត្រូវចាំឲ្យច្បាស់ថាអ្វីដែលអ្នកត្រូវធ្វើគឺជាអ្នកផ្ដល់ដំណោះស្រាយបើល្អយើងនឹងនិយាយគ្នាទៀតតែបើមិនល្អទេត្រូវតែនិយាយថាទេវាពិតជាសំខាន់ណាស់ក្នុងការស្វែងយល់ពីទុកព្រួយរបស់ពួកគេមែនអត់តើអ្វីទៅដែលអាចធ្វើឲ្យពួកគេភ្ញាក់រលឹកឡើងអ្វីដែលធ្វើឲ្យពួកគេឈឺចាប់ពួកយើងត្រូវតែដឹងត្រូវចាំថាបើគ្មានការឈឺចាប់ក៏គ្មានការលក់ដែរដូចនេះតើអ្វីជាបញ្ហា
តើអ្នកជួបបញ្ហានេះយូរប៉ុណ្ណាហើយពួកគេអាចនឹងឆ្លើយតបមកវិញថាអូបញ្ហារបស់យើងគឺ1 2 3 4 5ហើយពួកយើងមានបញ្ហានេះជាង3ឆ្នាំហើយយើងព្យាយាមបដូរអ្នកផ្គត់ផ្គង់តែពួកយើងនៅតែមិនអាចដោះស្រាយបញ្ហាបានដដែលអ្នកត្រូវតែកត់ត្រាទុកល្អណាស់វាប្រាប់អ្នកពីមធ្យោបាយដែលអ្នកត្រូវលក់ហើយមធ្យោបាយដែលអ្នកត្រូវតាំងជំហរផលិតផលរបស់អ្នកឲ្យទៅជាអ្នកដោះស្រាយបញ្ហាដ៏ល្អឥតខ្ចោះមួយសំណួរទី5ហើយដែលជាសំណួរដែលខ្ញុំចូលចិត្តបំផុតក្នុងចំណោមសំណួរទាំងអស់ដែលនោះគឺបើសិនជាជំនួបនោះជាជំនួបដែលទទួលបានលទ្ធផលល្អដោយការរំពឹងទុកតើជំនួបនោះវាល្អយ៉ាងណាទៅឃើញទេសំណួរនេះបានគូគំនូដែលនៅក្នុងចិត្តរបស់អតិថិជនចេញមកល្អណាស់តើវាយ៉ាងម៉េចទៅហើយពួកគេនឹងផ្ដល់ឲ្យអ្នកនៅលក្ខខណ្ឌវិនិច្ឆ័យមួយចំនួនតើអ្នកគិតថាវាជាជំនួបដែលមានភាពជោគជ័យយ៉ាងដូចម្តេចទៅហើយវានឹងប្រាប់អ្នកថាល្អណាស់ខ្ញុំត្រូវតែដើរតាមផែនការនេះពីមួយជំហានទៅមួយជំហានអូខេមានអ្វីផ្សេងទៀតអត់ជាការពិតខ្ញុំត្រូវមានយុទ្ធសាស្ត្រដ៏រឹងមាំ2ឬ3ទៀតដែលអាចជួយឲ្យខ្ញុំដោះស្រាយបញ្ហានេះបានមែនអត់ហើយក៏ចង់ដឹងដែរថាតើវាជួយពួកយើងនិងក្រុមហ៊ុនពួកយើងក្នុងរយៈពេលវែងយ៉ាងដូចម្តេចទៅអូខេគ្មានបញ្ហាទេខ្ញុំអាចធ្វើបែបនេះសំណួរដ៏សាមញ្ញចូលក្រឡេកមើលរាល់សំណួរដ៏សាមញ្ញតែមានឥទ្ធិពលដែលត្រូវបានរៀបចំឡើងសម្រាប់ការងារមួយតែប៉ុណ្ណោះហើយដែលត្រូវតែយល់ឲ្យបានស៊ីជម្រៅថាតើអតិថិជនរបស់អ្នកចង់បានអ្វីពីជំនួបនេះដូចនេះនៅពេលក្រោយនៅពេលដែលអ្នកជួបអតិថិជនរបស់អ្នកការជួបលើកដំបូងចូលសាកចិត្តគាត់ជាមួយសំណួរដ៏មានឥទ្ធិពលទាំង5នេះសិនMake sure you hit the subscribe button and turn on the notification and also comment below and let me know what other challenges you